ដីបងប្អូនទាំងអស់គ្នាបាទនេះគឺជារថយន្ត Kia Sonet 025បងប្អូនណាបាទជាប្រភេទ option X-Line full option អញ្ចឹងអានេះខ្ញុំមកប្រាប់ពីលក្ខណៈពិសេសរបស់រថយន្ត Kia Sonet ដែលមានបងប្អូនបាទអញ្ចឹងរថយន្តយើងគឺតម្លៃ 26900 បងប្អូននឹងទទួលបាន option មានដូចជាបាទចង្កៀង LED ផ្នែកខាងមុខ3គ្រាប់បាទហើយមាន fog lamp ណាចង្កៀងកាត់អាប់ក៏មានផ្នែកខាងក្រោមដូចគ្នាហើយ daytime running light នេះក៏មានដែរហើយភ្លើងច្បាស់ល្អមែនទែនហើយសម្រាប់អំពូលនេះគឺយើងអាចតម្លើងកម្ពស់ទាបខ្ពស់បានណាបងប្អូនបាទហើយយើងមាន sensor ផ្នែកខាងមុខចំនួន4គ្រាប់បងប្អូនឃើញណាបងណាបាទហើយផ្នែកខាងមុខគឺមានរាងបងប្អូនឃើញការ design មកគឺធំស្អាតអំណាចមែនទែនហើយកំពង់កង់គឺ16អ៊ីងបាទមានប្រព័ន្ធ traction mode ទៀតបាទហើយសម្រាប់តបោវិញគឺប្រភេទតបោខ្មៅសម្រាប់បងប្អូនទិញពណ៌សគឺបងប្អូនទទួលបានតបោខ្មៅបាទហើយសម្រាប់កញ្ចក់ត្រឡោកឆ្វេងស្ដាំនេះគឺមើលក្រោយនេះគឺមានកិច្ចប្រភេទក្តោបអូតូបងប្អូនណាបាទហើយប្រភេទសេរីថ្មីរបស់យើងគឺមាន smart key អញ្ចឹងនៅក្នុងដៃទ្វារនីមួយៗនៅខាងផ្នែកខាងមុខគឺមានប៊ូតុង lock unlock បានណាបងប្អូនបាទហើយចូលមកដល់ផ្នែកខាងក្នុងបងប្អូននឹងទទួលបាន option មានដូចជាប្រព័ន្ធដែលខ្ញុំនិយាយមិញហ្នឹងតម្លាក់ខ្ពស់ទាបបំពូលភ្លើងផ្លូវបានហើយមានប្រព័ន្ធចុះចំណោតបាទហើយមានប្រព័ន្ធ cruise control បាទរថយន្តនេះមានប្រព័ន្ធ cruise control ហើយប្រព័ន្ធ option ជាច្រើនទៀតមានដូចជាបងប្អូនឃើញបាទមានប្រព័ន្ធ sunroof បាទបើបើកដំបូលហ្នឹងហើយបងប្អូនទទួលបានកៅអីអូតូបាទអញ្ចឹងមានន័យថាកៅអីនេះយើងអាចទៅមុខថយក្រោយផ្អែកអីបានបងប្អូនណាបាទហើយសម្រាប់កៅអីគឺជាប្រភេទកៅអីស្បែកមានខ្យល់ត្រជាក់បងប្អូនណាបាទអញ្ចឹងខ្យល់ត្រជាក់នេះមាននៅកន្លែង driver ហើយនិង passenger បាទហើយយើងចូលមកដល់ផ្នែកខាងក្នុងបងប្អូនទទួលបាន option ផ្នែកខាងក្នុងបាទអញ្ចឹងខ្ញុំបញ្ជាក់ជូនបងប្អូនទាំងគ្នាបាទគឺ counter digital នេះគឺជា counter digital បាទយើងអាចផ្លាស់ប្ដូរ drive mode បាន drive mode មានច្រើនបងប្អូនណាបាទយើងអាចផ្លាស់ប្ដូរ counter ធ្វើការដូរមានដូចជា eco comfort sport ហើយនិង smart ហើយមួយទៀតគឺ option traction mode នៅកន្លែងនេះហើយបងប្អូនឃើញនៅវាមានផ្លូវ snow ផ្លូវភក់និងផ្លូវខ្សាច់អញ្ចឹងបងប្អូនជាប់នៅស្ថានភាពផ្លូវលំបាកមួយណាយើងអាចឆ្លាស់បានអញ្ចឹងរថយន្តនេះបើកបរនៅខេត្តផ្លូវពិបាកខ្លះហើយក៏យើងអាចទប់ទល់បានដូចគ្នាណាបងប្អូនបាទហើយនេះគឺជាកាមេរ៉ាផ្នែកខាងក្រោយយើងអាចចុច view បាននៅលើយើងអត់ចាំបាច់ដាក់លេខទេបាទយើងអាចចុចប៊ូតុងកាមេរ៉ាហ្នឹងមកយើងអាចមើលកាមេរ៉ាផ្នែកខាងក្រោយបានហើយយើងអាចមើលផ្នែកខាងក្រោមបានដូចគ្នានេះផ្នែកខាងក្រោមបាទហើយកាមេរ៉ានេះគឺរេតាមជាកូដបាទគឺរេតាមជាកូដណាបាទហើយមានប្រព័ន្ធ wireless charge នៅកន្លែងនេះបងប្អូនឃើញឲ្យតែមាន option នេះគឺដឹងមានប្រព័ន្ធ wireless charge នៅខាងនេះហើយបងប្អូនណាបាទហើយប្រភេទ smart key អាចបច្ឆេះពីចម្ងាយបានរយៈចម្ងាយ100ម៉ែត្របងប្អូនឃើញសោណាអាចបច្ឆេះចម្ងាយ100ម៉ែត្របានអូខេហើយរថយន្តនេះមានម៉ាស៊ីនត្រជាក់ផ្នែកខាងក្រោយបាទម៉ាស៊ីនត្រជាក់ផ្នែកខាងក្រោយគឺមានហើយយើងចូលទៅដល់ផ្នែកខាងក្រោយបាទចូលដល់ផ្នែកខាងក្រោយគឺស្អាតមែនតើយើងអង្គុយបានទៅដល់គ្នា3នាក់ខាងក្រោយគឺក3មាន armrest ពុកស្បែកដូចគ្នាហើយបងប្អូនទទួលបានម៉ាស៊ីនត្រជាក់ផ្នែកខាងក្រោយបាទនេះម៉ាស៊ីនត្រជាក់ផ្នែកខាងក្រោយណាបាទហើយមានកន្លែងសាកទូរស័ព្ទ Type C បងប្អូនណាបាទ3រុនតម្រងបាទអញ្ចឹងបងប្អូនមានចំណាប់អារម្មណ៍តាក់ទងផ្ទាល់បានហើយប្រព័ន្ធហ្វ្រាំងប្រភេទប្រព័ន្ធប្រាំងគៀបមុខក្រោយតែម្ដងហើយមានប្រព័ន្ធទប់លំនឹង ESB Type ទៀតផងបងប្អូនណាបាទហើយជាគៀងផ្នែកខាងក្រោយគឺ LED ដូចគ្នាបាទភ្លឺជាប់វែងស្អាតតែម្ដងហើយនៅផ្នែកខាងក្រោយនេះក៏មាន sensor ដែរបងប្អូនណាបាទមាន sensor ចំនួន2គ្រាប់បាទហើយកន្លែងដាក់អីវ៉ាន់គឺយើងដាក់អីវ៉ាន់បានច្រើនបាទដាក់អីវ៉ាន់បានច្រើនមែនទែនផ្នែកខាងក្រោយនេះធំទូលាយបងប្អូនបាទចឹងបងប្អូនដែលមានតម្រូវការអាចធ្វើការតាក់ទងមកផ្ទាល់បានណាបងប្អូនបាទស្អាតមែនទែនគេ Sonet X-Line នេះបាទចឹងបងប្អូនទិញឥឡូវនេះគឺមាន stock ណាបងប្អូនណាបាទចាប់អារម្មណ៍តាក់ទងមកឥឡូវទិញដាច់បងកំលុះតម្លៃដូចគ្នាបងប្អូនណាបាទយើងមាន promotion ជួយបងប្អូនច្រើនបាទសម្រាប់តពតទឹកបិចកម្ៅនោះក៏មានដែរហើយបងប្អូនអាចឃើញតម្លៃបាននេះគឺជាតម្លៃនៅក្នុង showroom បងប្អូនបាទ 26900 សម្រាប់ option X-Line ចង់អរគុណបងប្អូនដល់គ្នាសម្រាប់ព័ត៌មានបន្ថែមតាក់ទងមកផ្ទាល់បានណាបងប្អូនបាទ